សួស្តីប្រិយមិត្តទស្សនិកជនថ្ងៃនេះថ្ងៃទី3ខែមិថុនាឆ្នាំ2025យើងបន្តតាមដានតាក់ទងទៅនឹងស្ថានភាពនយោបាយនៅក្នុងប្រទេសថៃបាទត្បិតថាស្ថានភាពនយោបាយនៅក្នុងប្រទេសថៃនេះវាបាននាំរឿងមកដល់ប្រទេសកម្ពុជាយើងជាពិសេសគឺនៅតាមតំបន់ព្រំដែនដែលមួយរយៈពេលចុងក្រោយនេះបាទយើងឃើញថាហាក់មានការឡើងកម្ដៅហើយឥឡូវនេះបាទយើងឃើញមានរឿងមួយទៀតបាទតាក់ទងទៅនឹងការបណ្ដេញមេភូមិភាគទី2បាទមេកងទ័ពភូមិភាគទី2ឈ្មោះថាបាទប៊ុនស៊ីតផាខ្លាងហ្នឹងបាទចេញពីតំណែងត្បិតថាមេទ័ពរូបនេះគឺក្អឺតកទមមិនស្ដាប់បញ្ជារបស់ថ្នាក់លើរឿងដែលធ្វើឲ្យបញ្ហាព្រំដែនកម្ពុជាថៃមានការឡើងកម្ដៅឡើងវិញនេះមួយផ្នែកធំបាទគឺអាចបណ្ដាលមកពីបទបញ្ជាបាទរបស់លោកប៊ុនស៊ីតផាខ្លាងដែលជាមេបញ្ជាការយុទ្ធភូមិភាគទី2របស់ថៃនេះតែម្ដងអញ្ចឹងមេបញ្ជាការរូបនេះអត់ស្ដាប់មេស្ដាប់កោយទេធ្វើតាមតែអំពើចិត្តរបស់ខ្លួនអាងតែមានក្រុមជ្រុលនិយមថៃគ្រប់គ្រងលើកជើងបច្ចេកបច្ចាបាទថាជាមេតបក្លាហានបាទថាជាមេតបដ៏អស្ចារ្យអញ្ចឹងទៅបាទហើយដោយបំពាក់នៅមនោគមវិជ្ជាជ្រុលនិយមរបស់ទីយាតរបស់ខ្លួនគឺលោកវិបលសង្គ្រាមនោះផងបាទហើយក៏បានធ្វើរឿងទាំងងងឹតងងុលបាទអញ្ចឹងហើយបានជាមានព័ត៌មានមកថាឧបនាយករដ្ឋមន្ត្រីក្រសួងការពារជាតិថៃលោកភូមិធម្មវិជ្ជឆៃនឹងបាទអាចនឹងដោះដូរបាទមេភូមិភាគ2នេះឬក៏ដាក់ឲ្យចូលនិវត្តន៍តែម្ដងបាទហើយរឿងនេះក៏មានការដាក់សង្ស័យពីមជ្ឈដ្ឋានអ្នកវិភាគមួយចំនួនដែរថាតើអាចជារឿងមួយដែលដើម្បីលុបបំបាត់ស្នាមរបួសបាទរបស់កម្ពុជាដែលมันអាចទទួលយកបាននៅពេលដែលទាហានថៃបានចូលមកក្នុងលេនដ្ឋានរបស់កម្ពុជាលើទឹកដីកម្ពុជាហើយបានបាញ់សម្លាប់បាទទាហានកម្ពុជាម្នាក់ប៉ុន្តែយ៉ាងណាក៏ដោយករណីនេះត្រូវបានក្រសួងការបរទេសកម្ពុជាបាទបានដាក់លិខិតជាផ្លូវការទៅខាងប្រទេសថៃហើយដើម្បីស្រាវជ្រាវរកមុខអ្នកដែលបង្កនេះបាទមកដោះស្រាយតាមផ្លូវច្បាប់មិនមែនបញ្ចប់ត្រឹមនេះទេប្រិមិត្តបាទយើងឃើញលោកប៊ុនស៊ីតផាខ្លាងនេះបាទសម្រាប់ថ្ងៃនេះផងដែរបានទៅជួបជាមួយនឹងគ្រូធំបាទគ្រូធំហ្នឹងគឺជាប្រសង់ដែលមានឈ្មោះថាលោកគ្រូភាសាថៃគេហៅថាលួងពូសេឡាបាទលួងពូសេឡាហ្នឹងដូចជាលោកតាអញ្ចឹងណាបាទលោកតាសេឡាសិរិច័ន្ទតោហ្នឹងគឺជាព្រះសង្ឃមួយអង្គដែលល្បីល្បាញណាប្រិមិត្តបាទបើយើងមើលនៅក្នុងជំនឿសង្គមថៃបាទលួងពូសិលាសិរិច័ន្ទតោនេះបាទគឺជាព្រះសង្ឃមួយអង្គនៅក្នុងខេត្តនគររាជសីមាដែលមានភាពស័ក្តិសិទ្ធិល្បីល្បាញបាទខាងប្រទេសប្រជាជនថៃនឹងគេជឿហើយសូម្បីតែទំនាយរបស់លោកពូសិលាកន្លងទៅដែលបានលើកឡើងថាប្រទេសថៃបាទអាចនឹងលិចបាទនៅក្នុងជាពិសេសដូចទីក្រុងបឹងកកហ្នឹងបាទមិនយូរទេបាទអាចនឹងមានការជន់លិចបាត់នៅក្នុងសមុទ្រអញ្ចឹងលោកពូសេឡាហ្នឹងក៏បានទូទាយដឹងហើយស្របទៅនឹងការព្យាករណ៍របស់អ្នកវិទ្យាសាស្ត្រក៏មានការព្យាករណ៍ឃើញចឹងដូចគ្នាបាទហើយក្រៅពីនោះលោកពូសេឡាហ្នឹងក៏បានបាទទាយត្រូវឈុតនៅរឿងផ្សេងជាច្រើនទៀតថ្ងៃនេះបាទមេតបភូមិភាគ2ប៊ុនស៊ីនផាខ្លាងហ្នឹងបានទៅជួបលោកគ្រូសេឡាដើម្បីទទួលយកថវិកាឬក៏អំណោយផ្សេងពីខាងសមាគមសង្ឃបាទនៅក្រោមការគ្រប់គ្រងរបស់លោកគ្រូសេឡាហ្នឹងបាទមានថវិកាហ្នឹង2លានបាតហើយអង្គមាន1500គីឡូដើម្បីយកទៅផ្គត់ផ្គង់កងទ័ពដែរបាទហើយគេនៅចាំបានថាការពីពេលថ្មីកន្លងទៅនេះមេតបភូមិភាគ2របស់ថៃហ្នឹងបាទក៏បានចែកប្រពុតរូបបាទទូចដល់កងទ័ពដើម្បីពង្រឹងស្មារតីបាទដើម្បីពង្រឹងស្មារតីកុំឲ្យមានការភ័យស្លន់ស្លោមានចិត្តនឹងណក្នុងការធ្វើសង្គ្រាមមេតបភូមិភាគទី2នេះបាទគឺមិនខ្វល់ជាមួយនឹងព័ត៌មានដែលថាកម្ពុជាយកសំណុំរឿងប្រាសាទតាមាន់ប្រាសាទតាកបីតំបន់មុំ3ទៅឲ្យតុលាការអន្តរជាតិទីក្រុងឡាអេដោះស្រាយទេបាទគឺគេខ្វល់តែមុខគត់គេគិតតែមុខគត់គឺការប្រយុទ្ធនឹងតែម្ដងនេះគឺសម្រាប់មេតបភូមិភាគទី2រូបនេះដែលមានចិត្តមានះបាទប្រិមិត្តបាទនេះជាព័ត៌មានថ្មីសម្រាប់ថ្ងៃនេះបាទតកតងទៅនឹងរឿងរ៉ាវនៅតំបន់ព្រំដែនបាទដែលកំពុងតែឡើងកម្ដៅ
ហើយយើងឃើញថាសម្រាប់កម្ពុជាយើងក៏បានត្រៀមខ្លួនរួចជាស្រេចក្នុងការត្រូលគ្រប់សភាពការបាទឲ្យមានការដោះស្រាយទាំងផ្នែកចរចាដោះស្រាយទាំងផ្លូវច្បាប់អន្តរជាតិបាទក៏ដូចជាបាទខាងប្រដាប់អាវុធផងដែរបាទហេតុអ្វីបានជាស្ថានភាពតឹងតែងនយោបាយបាទផ្ទៃក្នុងប្រទេសថៃបានធ្វើឲ្យប៉ះពាល់ដល់កម្ពុជាបាទកន្លងទៅយើងតែងតែឃើញថាថៃតែងតែមានរដ្ឋប្រហារនៅពេលដែលគណៈបកភឿថៃឬក៏បកដែលមិនជិតស្និទ្ធនឹងយោធាឡើងកាន់អំណាចគឺគេឃើញថាការឡើងកាន់អំណាចនេះមិនបានរយៈពេលយូរទេតែងតែមានរឿងរកម្មរកុសតាក់ទងទៅនឹងការធ្វើរដ្ឋប្រហារជាបន្តបន្ទាប់ដូចជាលោកថាក់ស៊ីនក្តីលោកស្រីយីងឡាក់ដែលជាប្អូនស្រីបង្កើតរបស់លោកថាក់ស៊ីនមកពីបកភឿថៃក្តីហើយថ្មីនេះគឺលោកស្រីផាថងថានបាទដែលជាកូនស្រីរបស់លោកថាក់ស៊ីននឹងបាទក៏មានការមិនពេញចិត្តបាទពីខាងពួកជ្រុលនិយមថៃដែរដោយមានកងទ័ពថៃបាទជាអ្នកបង្កកម្ដៅយើងឃើញនៅពេលបច្ចុប្បន្ននេះបើយើងពិនិត្យមើលជុំវិញប្រទេសថៃបាទរាប់ចាប់តាំងពីកម្ពុជាទៅបាទជាមួយនឹងភូមាក៏ដូចជានៅភាគខាងត្បូងនៃប្រទេសថៃគឺស្ថានភាពកំពុងតែតឹងតែងហើយតាមព័ត៌មានដែលខ្ញុំទទួលបាននៅប្រទេសភូមាតាមព្រំដែនជាមួយនឹងប្រទេសថៃហ្នឹងបាទគឺយោធាភូមាចាប់ផ្ដើមទម្លាក់គ្រាប់បែកបាទនៅតាមព្រំដែនហើយអាជ្ញាធរថៃក៏បានជំលះប្រជាជនបាទចេញពីតំបន់ព្រំដែនថៃនិងភូមាហ្នឹងអញ្ចឹងក្នុងពេលតែមួយនេះបាទថៃគឺមានបញ្ហាប្រទាំងប្រទេសបាទជាមួយនឹងប្រទេសជិតខាងតែម្ដងហើយនៅកម្ពុជាយើងវិញបាទសម្រាប់ថ្ងៃនេះយើងទទួលបានព័ត៌មានមកថាអភិបាលខេត្តបាទឧបលរាជធានីបាទក៏ដូចជាខេត្តស៊ីសាកេតហ្នឹងគឺចាប់ផ្ដើមប្រងព្រៀបក្នុងការជំលះប្រជាជនដែលនៅជាប់ព្រំដែនដែលគេគិតថាអាចមានហានិភ័យចេញហើយបាទគិតចាប់ពីថ្ងៃនេះបាទគេបានរៀបចំជំលះប្រជាជនចេញហើយក្រៅពីនោះដែរយើងឃើញខាងទាហានថៃហ្នឹងក៏បានរៀបចំលានដ្ឋានតាមការឲ្យដឹងរបស់សម្ដេចតេជោហ៊ុនសែនកាលពីពេលម្សិលមិញនេះក៏បានបង្ហើបឲ្យដឹងថាខាងទាហានថៃហ្នឹងក៏បានរៀបចំលានដ្ឋានដែរបាទហើយសម្ដេចថែមទាំងបានបញ្ជាក់ថាបាទកុំរៀបចំជីកលានដ្ឋានចូលដីខ្មែរបាទបើជីកលានដ្ឋាននៅក្នុងដីថៃហ្នឹងក៏ធ្វើទៅជាសិទ្ធិរបស់អ្នកឯងប៉ុន្តែបើចូលនៅដីកម្ពុជាប្រកាសជាមានរឿងហើយបាទរឿងតាក់ទងទៅនឹងចំនួនផ្ទៃក្នុងរបស់ប្រទេសថៃនេះបាទគឺគ្មានអ្វីបាទដែលអាចកំបាំងទេមានការដាក់សង្ស័យថារដ្ឋាភិបាលរបស់លោកស្រីផាថងថានឹងអាចនឹងត្រូវធ្វើរដ្ឋប្រហារបាទក្នុងពេលខាងមុខនេះពីព្រោះថាយោធាបាទកងទ័ពចាប់ផ្ដើមធ្វើសកម្មភាពដើម្បីបំផុសចលនាជាតិនិយមជ្រុលយកចិត្តប្រជាជនហើយរឿងជាតិនិយមជ្រុលដែលកងទ័ពបាទតែងតែធ្វើនេះបាទគឺវាផ្ដើមចេញតាំងពីសម័យលោកឧត្តមសេនីយ៍បាទវិបុលសង្គ្រាមបាទដែលកាលនោះគឺបានចាញ់ក្តីប្រាសាទព្រះវិហារកាលពីឆ្នាំ1962ហ្នឹងតាមផ្លូវច្បាប់អន្តរជាតិអញ្ចឹងហើយបានថៃចាប់ពីពេលនោះមកជាមួយនឹងខ្មែរហ្នឹងគឺកពុលមុខបាទបង្កឲ្យមានបញ្ហាតាមព្រំដែនឬក៏បង្កើតឲ្យមានការស្អប់ជាតិសាសន៍អញ្ចឹងកាលពីសម័យលោកឧត្តមសេនីយ៍វិបុលសង្គ្រាមហ្នឹងបាទគឺចាប់ផ្ដើមបណ្ដោះគំនិតគេថាជាតិនិយមជ្រុលបាទរហូតធ្វើឲ្យជនជាតិថៃហ្នឹងគឺស្អប់ខ្មែរបាទជនជាតិថៃមួយចំនួនហ្នឹងគឺស្អប់ខ្មែរតែម្ដងបើតាមប្រវត្តិសាស្ត្រការដើមឡើយប្រជាជននៅតាមព្រំដែនបាទដូចជាខេត្តខ្មែរលើមួយចំនួនដូចជាស៊ីសាកេតឬក៏បូរីរ៉ុំឬក៏សុរិនហ្នឹងគឺអាចធ្វើដំណើរចុះឡើងបាទតាមច្រកព្រំដែនភ្នំដងរែកហ្នឹងបាទលេងបងប្អូនពីព្រោះថាទឹកដីហ្នឹងគឺជាអតីតទឹកដីខ្មែរហើយបច្ចុប្បន្នក៏មានជនជាតិខ្មែររស់នៅច្រើននៅទីនោះដែរអញ្ចឹងកាលពីសម័យបុរាណបាទជនជាតិខ្មែរទាំងខ្មែរក្រោមខ្មែរលើហ្នឹងគឺអាចដើរទៅលេងដើរទៅរកគ្នាណាបាទពីព្រោះការគ្រប់គ្រងរដ្ឋបាលកាលពីសម័យដើមក្រោយពីសម័យអង្គរមកហ្នឹងគឺมันមានប៉ូលីសឬក៏ច្រកទ្វារព្រំដែនអន្តរជាតិអីច្បាស់លាស់បាទឬក៏មានការយាមកាមប៉ូលីសកាប់ទាហានការពារព្រំដែនអីច្បាស់លាស់ដោយពេលបច្ចុប្បន្នទេអញ្ចឹងការរស់នៅរបស់ប្រជាជនអាចទៅមករកគ្នាបានហើយវប្បធម៌ប្រពៃណីទំនៀមទម្លាប់បាទរវាងកម្ពុជាកណ្ដាលយើងនេះជាមួយនឹងកម្ពុជាលើគឺមានការតំណែងគ្នាប៉ុន្តែចូលដល់សម័យទំនើបមកបាទការដឹកនាំរដ្ឋបាទមានការវិវត្តទៅគឺចាប់ផ្ដើមបែងចែកព្រំដែនច្បាស់លាស់បាទហើយមាន
ទាហានមានកងកម្លាំងការពារអញ្ចឹងទៅប្រជាជនក៏ពិបាកក្នុងការចេញចូលបាទដូច្នេះហើយការបណ្ដុះបាទស្មារតីស្អប់ជាតិសាសន៍ឬក៏បែងចែកបាទជាតិសាសន៍ហ្នឹងគឺចាប់ផ្ដើមរីកដុះដាលបាទក្នុងសម័យគេហៅថាចូលដល់សម័យទំនើបហ្នឹងចាប់ផ្ដើមពីសម័យលោកឧត្តមសេនីយ៍វិបុលសង្គ្រាមនឹងមកបាទហើយពេលនោះគឺមួម៉ៅកពុលមុខមែនទែនដោយសារតែចាញ់ក្តីប្រាសាទព្រះវិហារហើយរឿងនេះបាទគឺបានបណ្ដុះណាបណ្ដុះមនសិការអាស្អប់ខ្ពើមជាតិនិយមជ្រុលហ្នឹងបាទគឺបានបណ្ដុះតចំនួនមករហូតដល់ពេលបច្ចុប្បន្នហ្នឹងនៅមានជនជាតិថៃជ្រុលនិយមហ្នឹងនៅតែបន្តរីកទីយាតបាទរបស់លោកឧត្តមសេនីយ៍វិបុលសង្គ្រាមហ្នឹងបាទយើងឃើញស្រាប់ហើយការប្រើប្រាស់ផែនទីរបស់ទាហានថៃហ្នឹងគឺมันបានយកផែនទីដែលបន្សល់ទុកពីបារាំងនិងសៀមនឹងទេយកមកប្រើតែជាផែនទីដែលគូសបាទដោយឯកតោភាគីបាទហើយកាលណាគូសឯកតោភាគីបាទគឺគូសចូលដីខ្មែរបាទអញ្ចឹងគេចេះតែអះអាងថាបាទប្រាសាទតាមាន់ជាដីជាប្រាសាទរបស់គេប្រាសាទតាកបីក៏ជាប្រាសាទរបស់គេបាទហើយតំបន់មុំ3ហ្នឹងក៏ខ្មែរយើងចូលដីគេបាទនេះបើតាមទាហានថៃដែលអះអាងណាបាទដែលយកផែនទីជាលក្ខណៈឯកតោភាគីមកអះអាងមកសំអាងហើយកម្ពុជាយើងប្រើប្រាស់ផែនទីអន្តរជាតិដែលទទួលស្គាល់ដោយអន្តរជាតិបន្សល់ទុកកាលពីសម័យបារាំងបាទអញ្ចឹងរាជរដ្ឋាភិបាលគឺមានឯកសារផ្លូវច្បាប់បាទច្បាស់លាស់ហើយរឿងនេះបាទដោយយើងបានដឹងហើយថាសម្ដេចនាយករដ្ឋមន្ត្រីហ៊ុនម៉ាណែតបាទក៏ដូចជាសម្ដេចតេជោហ៊ុនសែនបាទគឺមានជំហរបាទក្នុងការយកសំណុំរឿងនេះប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិទីក្រុងឡាអេបាទជាបន្តទៀតហើយយើងឃើញជំហរខាងទាហានថៃវិញបាទហាក់ដូចជារារែកបាទមិនចង់ទៅតុលាការអន្តរជាតិទេបាទប្រហែលជាគេគិតថាมันអាចឈ្នះកម្ពុជាពីព្រោះជាប្រវត្តិសាស្ត្រហើយបាទគឺថៃឡើងតុលាការអន្តរជាតិមិនដែលឈ្នះក្តីបាទកម្ពុជាម្ដងណាទេត្បិតថាគេនឹងគឺប្រើប្រាស់ឯកសារផុសតាងមិនត្រឹមត្រូវតាមច្បាប់អន្តរជាតិនឹងឯង